នៅថ្ងៃទី6ឧសភានេះលោកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ពីការគាំទ្រគោលជំហររដ្ឋាភិបាលលើដំណោះស្រាយស្ដីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃក្រោយភាគីថៃលុបចោល MOU 2001ជាឯកតោភាគីទន្ទឹមនេះលោកហ៊ុនសែនយល់ថាកម្ពុជាមិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001នោះឡើយពលគឺកម្ពុជាត្រូវទៅស្វែងរកតាមយន្តការច្បាប់សមុទ្រឆ្នាំ1982តែម្ដងទើបអាចដោះស្រាយបញ្ហាបានកម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិសូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតិតូប្រតិកម្មបញ្ហាទ្វេភាគីនិងសូមគុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី3ឬអន្តរជាតិចូលរួមនិងក៏សូមគុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគីនេះជាសារនៅលើបណ្ដាញសង្គម Facebook របស់លោកហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី6ឧសភាលោកហ៊ុនសែនបានសរសេរទៀតថាសម្រាប់លោកដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រីឆាតឆៃឈុនហាវ៉ាន់ឆ្នាំ1989ដល់ឆ្នាំ1990និងបន្តមកចុះហត្ថលេខាលើ MOU 2001សោកស្ដាយចំពោះការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃក្រោមហេតុផលគ្មានវឌ្ឍនភាពចំពោះប្រធានព្រឹទ្ធសភារូបនេះ MOU គ្មានវឌ្ឍនភាពដោយសារតែថៃដូរនាយករដ្ឋមន្ត្រីច្រើនពេកគួរជ្រាបថាក្រោយថៃប្រកាសលុបចោល MOU 2001នៅថ្ងៃទី5ឧសភាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបញ្ជាក់ថាកម្ពុជាបានសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំឬហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បីបន្តរកដំណោះស្រាយដោយសន្តិវិធីតែលោកសេងវ៉ាន់លីសាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិយល់ឃើញថាជំរឿសរបស់កម្ពុជាជាយុទ្ធសាស្ត្រទិញពេលនិងទំនងជាមិនបានផ្លែផ្កានោះទេនិងថាកម្ពុជាក៏គង់នឹងមកចរចាទ្វេភាគីជាសម្ងាត់ជាមួយថៃដើម្បីរកច្រកចេញនៅក្នុងវិវាទដែនទឹកនេះបើតាមលោកសេងវ៉ាន់លីរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះមែនប៉ុន្តែគោលដៅពិតប្រាកដមិនមែនដើម្បីស្វែងរកការកាត់សេចក្តីឲ្យដាច់ស្រឡះភ្លាមនោះទេផ្ទុយទៅវិញរដ្ឋាភិបាលកម្ពុជានឹងប្រើយុទ្ធសាស្ត្រនេះជាឧបករណ៍ការទូតដើម្បីបង្ខំឲ្យថៃត្រូវតែត្រឡប់មកតុចរចាវិញក្នុងឋានៈស្មើភាពគ្នានិងដើម្បីទប់ស្កាត់ការរំលោភបំពានឯកតោភាគីណាមួយនៅក្នុងដែនសមុទ្រដែលកំពុងមានវិវាទ